និយមន័យយានយន្តតុបករយានយន្តពិសេសមានឧបករណ៍គ្រឿងចក្របំពាក់បន្ថែមគ្មានផ្ទុកមនុស្សឬទំនិញនៅក្រៅកាប៊ីននៅលើផ្លូវដែលគ្មានភ្លើងអគ្គិសនីអ្នកកំពុងបើកបរប្រើភ្លើងហ្វាហើយត្រូវបដូរទៅភ្លើងកូដវិញតើត្រូវប្រុងប្រយ័ត្នដូចម្តេចត្រូវបន្ថយល្បឿនព្រោះមើលមិនបានឆ្ងាយនិយមន័យរមាក់យានយន្តសម្រាប់ធ្ពក់ជាមួយរថយន្តនិយមន័យសេមីរមាក់យានយន្តសម្រាប់ធ្ពក់ជាប់នឹងក្បាលរថយន្តសណ្ដោងគំនូសសញ្ញាតូជាប់បែងចែកទ្រង់ផ្លូវជាពីរទិសចរាចរណ៍ផ្ទុយគ្នាតើអាចបើកបរឆ្លងកាត់បានទេហាមបើកបរជាន់ឬឆ្លងកាត់សញ្ញាចរាចរណ៍ផ្លូវគោករួមមានអ្វីខ្លះផ្លាកសញ្ញាភ្លើងសញ្ញាគំនូសសញ្ញាសញ្ញាបញ្ជារបស់ភ្នាក់ងារចរាចរណ៍និងសញ្ញាផ្សេងៗលំដាប់សិទ្ធិអាទិភាពត្រូវបានកំណត់ដូចម្តេចទើបត្រឹមត្រូវសញ្ញាបញ្ជារបស់ភ្នាក់ងារចរាចរណ៍ភ្លើងសញ្ញាគំនូសសញ្ញាផ្លាកសញ្ញានិងបទបញ្ញត្តិចរាចរណ៍ការបើកបរយានជំនិះក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវប្រកាន់ខាងណាប្រកាន់ស្ដាំតើអ្នកបើកបរយានយន្តចាប់ពីទំហំស៊ីឡាំងប៉ុន្មានសង់ទីម៉ែត្រគូបឡើងទៅទើបតម្រូវឲ្យមានប័ណ្ណបើកបរ125សង់ទីម៉ែត្រគូបឡើងទៅតើអ្នកបើកបរយានយន្តមានអត្រាជាតិអាល់កុលកម្រិតប៉ុន្មានត្រូវហាមឃាត់ចាប់ពី 0.25 មីលីក្រាមក្នុង1លីត្រខ្យល់ឬពី 0.50 ក្រាមក្នុង1លីត្រឈាមឡើងទៅផ្លាកសញ្ញាហាមចតនៅតាមដងផ្លូវមានអាទិភាពដូចម្តេចមានអាទិភាពពីផ្លាកសញ្ញារហូតដល់ផ្លូវខ្វែងទី1ខាងក្រោយផ្លាកសញ្ញាតើអាចប្រើទូរស័ព្ទបានដែរឬទេនៅពេលកំពុងបើកបរយានជំនិះអាចប្រើបានប្រសិនបើមានឧបករណ៍សំឡេងភ្ជាប់នៅក្នុងទីក្រុងឬទីប្រជុំជនរថយន្តធុនតូចត្រូវបានកម្រិតល្បឿនអតិបរមាប៉ុន្មានគីឡូម៉ែត្រក្នុង1ម៉ោងមិនលើសពី40គីឡូម៉ែត្រក្នុង1ម៉ោងនៅចំណុចកណ្ដាលនៃទ្រូងផ្លូវប្រសព្វហើយអ្នកកំពុងធ្វើភ្លើងសញ្ញាបត់ឆ្វេងខណៈមានរថយន្តជាច្រើនជាប់គ្នារដឹកមកពីទិសផ្ទុយគ្នាតើអ្នកត្រូវធ្វើដូចម្តេចមិនត្រូវបត់ឆ្វេងភ្លាមទេត្រូវបន្ថយល្បឿនបើចាំបាច់ឈប់ឲ្យរថយន្តមកពីមុខទៅផុតអស់ទើបបត់ឆ្វេងដោយប្រុងប្រយ័ត្នតើតូចក្រយានយន្តអាចផ្ទុកមនុស្សបានប៉ុន្មាននាក់អាចផ្ទុកមនុស្ស2នាក់និងបន្ថែមកុមារម្នាក់តើអ្នកបើកបរនិងអ្នករួមដំណើរតាមតូចក្រយានយន្តត្រូវពាក់មួកសុវត្ថិភាពដែរឬទេពាក់មួកសុវត្ថិភាពទាំងអ្នកបើកបរនិងអ្នករួមដំណើរពេលចតរថយន្តត្រូវមានការប្រុងប្រយ័ត្នយ៉ាងដូចម្តេចចតស្ដាំដៃតាមទិសចរាចរណ៍និងមិនរំខានដល់អ្នកប្រើប្រាស់ផ្លូវឬចតនៅចំណតរថយន្តត្រូវដាក់ហ្វ្រាំងដៃតើអ្នកបើកបរត្រីចក្រយានយន្តនិងតូចក្រយានយន្តសណ្ដោងរមាក់ត្រូវពាក់មួកសុវត្ថិភាពដែរឬទេពាក់មួកសុវត្ថិភាពគ្រប់ប្រភេទអ្នកបើកបរគ្រប់កាលៈទេសៈនៅក្នុងទីប្រជុំជនតើអ្នកបើកបរនិងអ្នករួមដំណើរជិះកៅអីមុខនៃរថយន្តត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពដែរឬទេពាក់ខ្សែក្រវាត់សុវត្ថិភាពទាំងអ្នកបើកបរនិងអ្នករួមដំណើរខាងមុខតើផ្លាកសញ្ញាបន្ថែមពីក្រោមមានទ្រង់ទ្រាយដូចម្តេចមានរាង4ជ្រុងទ្រវែងផ្ទៃពណ៌សមានរូបសញ្ញានិងអក្សរឬលេខពណ៌ខ្មៅតើអាចបើកបរយានជំនិះឆ្លងកាត់ឈប់ឬចតពីលើគំនូសសញ្ញាតម្រឹមកន្លងផ្លូវបានឬទេមិនបានតើភ្លើងសញ្ញាចរាចរណ៍មានប៉ុន្មានពណ៌3ពណ៌នៅពេលភ្លើងសញ្ញាចរាចរណ៍បញ្ចេញពន្លឺក្រហមតើអ្នកបើកបរយានជំនិះគ្រប់ប្រភេទត្រូវធ្វើដូចម្តេចឈប់នៅមុខគំនូសជាប់ពណ៌សកាត់ទទឹងផ្លូវឬមុខគំនូសសម្រាប់ថ្មើរជើងនៅកន្លែងមានរង្វង់មូលឬខឿនបែងចែកទ្រូងផ្លូវតើអ្នកបើកបរត្រូវវាងទៅខាងណាត្រូវវាងទៅខាងស្ដាំតើអ្នកបើកបរអាចបើកបរយានជំនិះទន្ទឹមគ្នានៅលើទ្រូងផ្លូវឬកន្លងផ្លូវតែមួយបានទេមិនបានទេតើអាចប្រើខ្សែសណ្ដោងចំពោះយានជំនិះដែលមានទម្ងន់សរុបលើសពី5តោនបានដែរឬទេហាមប្រើខ្សែសណ្ដោងតើអាចសណ្ដោងយានជំនិះលើសពី1គ្រឿងឬសណ្ដោងយានជំនិះដែលមានសណ្ដោងរមាក់ឬសេមីរមាក់បានដែរឬទេហាមសណ្ដោង
រថយន្តមានសណ្ដោងរមាក់តើត្រូវដាក់អ្វីមានរាងដូចម្ដេចនៅត្រង់ផ្នែកណានៃរថយន្តត្រូវមានសញ្ញាត្រីកោណសមបាតជាកញ្ចក់ចាំងពន្លឺពណ៌លឿងដាក់នៅខាងមុខអមសងខាងផ្លាកលេខនិងខាងក្រោយនៃរមាក់តើអាចសណ្ដោងតូចចក្រយានឬតូចចក្រយានយន្តបានដែរឬទេហាមសណ្ដោងតើអាចសណ្ដោងរថយន្តដែលមានអ្នកដំណើរនៅក្នុងនោះបានដែរឬទេហាមសណ្ដោង